ថ្ងៃនេះខ្ញុំធ្វើបង្អែមចេកខ្ទិះចែកជូនបងប្អូនទាំងអស់គ្នាដើម្បីសាកធ្វើតាមទាំងអស់គ្នាណាពីព្រោះថាវិធីធ្វើរបស់ខ្ញុំនេះអត់ផ្អែមពេកអត់សាពេកគឺល្មមហើយបើចេកវិញគឺមានជាតិចត់ទេខ្ញុំមានសាច់ដូងខ្ចីជាសាច់ដូងក្អមដូងទុំនឹងចំនួន1គីឡូពងអង្កែបឬក៏សាគូធ្មេញរណាស្ករស3ខាំនិងចេកទុំចំនួន1ស្និតចំពោះចេកបងប្អូនធ្វើចេកដែលទុំចូលគឺកាន់តែឆ្ងាញ់ហើយមុននឹងយកទៅធ្វើខ្ញុំដាក់ធ្មេញរណានិងពងសាគូត្រាំទឹកសិនប្រហែលជា15នាទីទាំងពីរមុខនេះត្រាំដូចគ្នាដោយសារតែចេកខ្ញុំរៀងស្ទើខ្ញុំខ្លាចចត់អញ្ចឹងហើយខ្ញុំក៏បកវាមកត្រាំជាមួយនឹងទឹកអំបិលចំនួន15នាទីសិនអំបិលយើងដាក់ប្រហែលជាមួយស្លាបបាយទៅហើយយើងដាក់ទឹកមកល្មមត្រាំចេកនេះចោល15នាទីបងប្អូនដែលមានចេករៀងស្ទើអាចធ្វើតាមវិធីខ្ញុំបានហើយយើងស្រង់ចេកនេះយកមកកាត់ជាចំណិតតូចៗបងប្អូនចង់ពុះជា2ក៏បានចង់ដាក់ទាំងមូលក៏បានដែរតាមទឹកចិត្តបងប្អូនអញ្ចឹងណាតែយល់ល្អបងប្អូនអាចកាត់ជាចំណិតតូចៗអញ្ចឹងដូចខ្ញុំគឺល្អជាងហើយវិធីធ្វើរបស់ខ្ញុំនោះគឺខ្ញុំចាក់ស្ករត្រាំជាមួយនឹងចេកហើយច្បល់វាឲ្យបានសព្វល្អអឹបវាចោលរហូតទាល់តែរលាយស្ករសិនធ្វើបែបហ្នឹងទៅសាច់ចេកយើងឡើងរឹងហើយមានជាតិផ្អែមនៅក្នុងសាច់ចេកតែម្ដងហើយសាច់ចេកក៏ឡើងលឿងស្អាតថែមទាំងកាត់បន្ថយភាពចត់ពីក្នុងចេកទៀតផងត្រាំវាបែបនេះទៅបងប្អូនតែមកស្ទូអីហ្នឹងគឺវាលាយស្ករអស់ហើយសាច់ដូងខ្ចីបងប្អូនមានសាច់ដូងក្អូបដូចខ្ញុំអញ្ចេះទៅញ៉ាំទៅឆ្ងាញ់យើងចាត់វាជាចំណិតតូចៗមកវិធីធ្វើរបស់ខ្ញុំរៀងខុសគេបន្តិចឯងបងប្អូនរៀងប្លែកបន្តិចមែនប៉ុន្តែធានារសជាតិឆ្ងាញ់យើងត្រូវដាំទឹកល្មមឲ្យពុះហើយយើងចាក់គ្រាប់សាគូឬក៏ពងអង្កែបធ្មេញអាណាអីហ្នឹងដាក់ស្ងោររយៈពេលប្រហែលជា15នាទីដើម្បីឲ្យវាឆ្អិនហើយវារីកនឹងឡើងទន់អញ្ចឹងពេលដែលវាមានសភាពរីកបែបនេះហើយបងប្អូនអាចស្រង់វាចេញបានយើងធ្វើការដាំខ្ទិះដូងទឹកទី2ហើយដាក់ស្លឹកតើយចូលដាំវាឲ្យពុះរួចហើយយើងធ្វើការចាក់ចេកដែលយើងតាំជាមួយនឹងទឹកស្ករនេះចូលហើយយើងក៏ចាក់សាច់ដូងខ្ចីចូលដំណើរគ្នាផងដែរមិនថាធ្វើបង្អែមឬធ្វើអីទេកុំភ្លេចឲ្យសមអំបិលមកចិបដើម្បីឲ្យចាប់ជាតិល្អហើយមិនបាច់ចាំយូរទេគឺយើងដាក់ធ្មេញណានិងគ្រាប់សាគូចូលជាមួយគ្នាតែម្ដងបងប្អូនធ្វើតាមវិធីខ្ញុំហ្នឹងគឺថាសាច់ចេករបស់យើងនៅតែទន់ហើយឆ្ងាញ់អត់បែកអត់ជ្រាយវែកទេហើយសាច់ចេកវិញគឺថាលឿងល្អតែម្ដងគ្រាន់តែឃើញសាច់ចេកហ្នឹងក៏គួរឲ្យចង់ញ៉ាំដែរចុងក្រោយគេហ្នឹងគឺយើងធ្វើការចាក់ក្បាលខ្ទិះចូលដាំវាឲ្យពុះមួយសាទៀតទៅគឺបានហើយបងប្អូនឃើញអត់ចេកខ្ទិះរបស់ខ្ញុំនេះគ្រាន់តែឃើញគួរឲ្យចង់ញ៉ាំដែរពេលនៅក្តៅអញ្ចឹងបងប្អូនមើលចេកខ្ទិះយើងរៀងរាវបន្តិចគឺល្មមឲ្យកុំឲ្យកោកពេកព្រោះថាពេលដែលវាត្រជាក់ទៅគឺវាកោកជាងនេះហើយបងប្អូនអាចលេងល្ងខ្លួនឯងបែបនេះទៅដាក់ពីលើបង្អែមទៅធ្វើឲ្យឈ្ងុយវីដេអូរបស់ខ្ញុំបានមកដល់ទីបញ្ចប់ហើយអរគុណច្រើនបងប្អូនទាំងអស់គ្នាដែលតាមដានវីដេអូនេះពីដើមរហូតដល់ចប់កុំភ្លេចរៀនសាកល្បងធ្វើតាមទាំងអស់គ្នាណាហើយកុំភ្លេចចុច like subscribe និង follow page ម្នាក់មួយផងដើម្បីទទួលបានវីដេអូខ្ញុំថ្មីមុនគេនៅពេលក្រោយណា Thank you bye bye